សួរបងប្អូនអ្នកទេសនាទាំងអស់គ្នាជាដំបូងនេះសូមបងប្អូនជួយចុច share ម្នាក់មួយផងដើម្បីកាត់បនកាត់កសលទាំងអស់គ្នាសូមអនុមោទនាថ្ងៃនេះគឺត្រូវនៅថ្ងៃពុធ1500ខែចេឆ្នាំម្សាញ់សបញ្ញស័កពុទ្ធសករាជ2569គ្រិស្តសករាជថ្ងៃទី25ខែ6ឆ្នាំ2025ថ្ងៃនេះគឺជាថ្ងៃសិល1500ខែដាច់ជារៀងរាល់ប្រចាំក្នុងមួយខែម្ដងខ្ញុំកណ្ដាបានសរស្មីលេងជីងហៅតែងតែចាត់ចែងបច្ច័យរបស់ពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់គ្នាដែលបានឧបត្ថម្ភចូលរួមមកខ្ញុំណាបានយកមកចាត់ចែងថ្វាយទៀនចំពោះព្រះសង្ឃនៅក្នុងវត្តសវណ្ណបារមីស្រីធីតារាមនៅវត្តស្លាកែតដែលស្ថិតនៅក្នុងភូមិដាំស្ពៃសង្កាត់ស្លាកែតក្រុងខេត្តបាត់ដំបងម្ដងទៀតបងប្អូនណាថ្ងៃនេះគឺជាថ្ងៃសិល1500ខែដាច់បងប្អូនចំណាំមើលឲ្យតែថ្ងៃសិល1500ខែដាច់គឺជាថ្ងៃវេនប្រកេនចង្ហាន់ដែលខ្ញុំបការណាបាសរស្មីលេងជីងហៅតំណាងឲ្យពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់គ្នាដែលបានឧបត្ថម្ភជាបច្ច័យចូលរួមមកបីធ្វើការទ្រទ្រង់ចំពោះចង្ហាន់ប្រសងរៀងរាល់ថ្ងៃសិលមិនមែនខ្ញុំកណាពុតគង់ចំពោះប្រសងតាមមួយថ្ងៃនឹងទេបងប្អូនគ្រាន់ថាមួយខែហ្នឹងគឺបង្កើតកម្មវិធីហ្នឹងដើម្បីដឹកនាំពុទ្ធបរិស័ទបានបំពេញបុណ្យកុសលជាមួយនឹងខ្ញុំកណាក្នុងការធ្វើមួយខែម្ដងតែម្ដងមិនមែនត្រឹមតែការពុតគង់ចង្ហាន់ចំពោះប្រសងប៉ុណ្ណឹងទេខ្ញុំណាបានទុកដាក់បច្ច័យក្នុងផ្នែកការសិក្សារៀនសូត្ររបស់សាមណសិស្សផងនិងជួយទ្រទ្រង់ក្នុងវត្តផងអញ្ចឹងការដែលបងប្អូនមានសទ្ធាជ្រះថ្លាហ្នឹងគឺបានចំណាយច្រើនណាស់សូមលើកកុសលផលបុណ្យទាំងអស់ដែលម្ចាស់សទ្ធាគ្រប់គ្នាបានឧបត្ថម្ភជាបច្ច័យចូលរួមតាមរយៈខ្ញុំកណាបាទសរស្មីលេងជីងហៅនេះក្នុងនាមតួនាទីខ្ញុំជាប្រធានគណៈកម្មការនៅក្នុងវត្តសវណ្ណបារមីស្រីធីតារាមនៅវត្តស្លាកែតនេះធ្វើការទំនុកបំរុងចំពោះព្រះសង្ឃសូមប្រកេននឹងជូនបុណ្យពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមមកសូមឲ្យបានជាចំណែកបុណ្យគ្រប់យ៉ាងហើយនឹងសូមលើកកុសលផលបុណ្យជូនទៅដល់ពុទ្ធបរិស័ទចូលរួមក្តីមិនបានចូលរួមក្តីសូមកាត់បុណ្យកាត់កុសលតាមសកម្មភាពនៅក្នុងវីដេអូនេះសូមឲ្យបានជាចំណែកបុណ្យស្មើគ្នាសូមអនុមោទនាមហាបុណ្យកុសលសូមអរព្រគុណនិងអរគុណសម្រាប់ទឹកចិត្តបងប្អូនទាំងអស់គ្នាដែលបានចំណាយធនធានដើម្បីចូលរួមចំណាយការថ្វាយទៀនចំពោះព្រះសង្ឃចង្ហាន់ចំពោះព្រះសង្ឃសូមអនុមោទនារៀបសួរពុទ្ធបរិស័ទបងប្អូនអ្នកទេសនាទាំងអស់គ្នានេះជាមហាកុដិដែលមានបណ្ដោយ30ម៉ែត្រទទឹង18ម៉ែត្រនិងកម្ពស់3ជាន់កំពុងធ្វើការសាងសង់នៅក្នុងវត្តសវណ្ណបារមីស្រីធីតារាមនៅវត្តស្លាកែតខេត្តបាត់ដំបងកុដិនេះគឺមានបណ្ដោយ30ម៉ែត្រទទឹង18ម៉ែត្រនិងកម្ពស់3ជាន់ឥឡូវនេះកំពុងត្រៀមចាក់ឡើងសន្លឹកផ្នងសេជាន់ទី3ថវិកានៃការសាងសង់នឹងមានការខ្វះខាតច្រើនសូមសទ្ធាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសមេត្តាជួយជ្រះថ្លាចូលរួមទាំងអស់គ្នាសូមអនុមោទនាបងពុទ្ធបរិស័ទបងប្អូនអ្នកទេសនាទាំងអស់គ្នាដែលបានឃើញនៅក្នុងវីដេអូនេះសូមមេត្តាជួយចែករំលែកការ share ផងណាបងប្អូនការ share របស់បងប្អូនគ្រប់គ្នាហ្នឹងគឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីជួយដល់សាមណសិស្សប្រសង់គ្រប់អង្គដែលមកគង់បួសស្នាក់នៅបន្តការសិក្សារៀនសូត្រប្រមាណជិត200អង្គកំពុងជួបការលំបាកខ្វះខាតសង្ឃឹមថាវីដេអូនេះបងប្អូននឹងបានជួយចែករំលែកការ share ឥឡូវនេះជាងកំពុងត្រៀមបន្តចាក់ឡើងសន្លឹកក្នុងសេជាន់ទី3ហើយថវិកានៃការសាងសង់នឹងមានការខ្វះខាតច្រើនបងប្អូនឥឡូវនេះដល់ម៉ោងជាងឡើងធ្វើការហើយនេះដំបូលដែលយើងត្រូវចាក់ហ្នឹងបើន័យថាយើងត្រូវបញ្ចេញស្លាបដំបូលមុខខាងក្រោយខាងមុខខាងក្រោយនឹងធំបន្តិចបងប្អូនអរគុណសម្រាប់បងប្អូនអ្នកទេសនាទាំងអស់គ្នាសង្ឃឹមថាបងប្អូននឹងបានជួយ like ជួយ share ទាំងអស់គ្នាជំរាបប្រកេននឹងជួយដំណឹងបងប្អូនទាំងអស់គ្នាម្ដងទៀតដែរថានេះខាងបណ្ដោយបងប្អូនណាបណ្ដោយនេះគឺបានន័យថាយើងចាក់បញ្ចេញស្លាបដំបូលខាងមុខខាងក្រោយរឿងធំណាស់កុដិនេះគឺធំបងប្អូនមើលផ្ទាល់ឃើញធំជាងពេលមើលនៅក្នុងវីដេអូនេះចង់បង្ហាញបងប្អូនត្រួសខ្លះតាក់ទងនឹងការកសាងកុដិនេះសង្ឃឹមថាវីដេអូនេះបងប្អូននឹងបានជួយចុច share និងមានចំណែកចូលរួមទាំងអស់គ្នាในការកសាងកុដិដែលមានបណ្ដោយ30ម៉ែត្រទទឹង18ម៉ែត្រនិងកម្ពស់3ជាន់ខ្ញុំកណាខ្ញុំបការណាខ្ញុំបានសង្ឃឹមថាបងប្អូនទាំងអស់ដែលបានឃើញនៅក្នុងវីដេអូនេះហើយនឹងជ្រះថ្លាចូលរួមឧបត្ថម្ភការកសាងកុដិនេះដែលមានបណ្ដោយ30ម៉ែត្រទទឹង18ម៉ែត្រនិងកម្ពស់3ជាន់សូមអរព្រគុណនិងអរគុណសម្រាប់បងប្អូនដែលបានជួយ like ជួយ share និងចូលរួមទាំងអស់គ្នាបន្តទៀតបញ្ជាក់ម្ដងទៀតដល់បងប្អូនកុដិនេះកំពុងមានការខ្វះខាតច្រើនមែនទែនសម្រាប់ពុទ្ធបរិស័ទចូលរួមជួយបញ្ជាក់ថាកុដិនេះពុំតាន់មានទ្រង់ឯកឧត្តមលោកជំទាវដែលមានធនធានធំណាស់ជាអ្នកចំហសាងសង់ទេណាបងប្អូនម៉ោងនេះពេលនេះរយៈពេលនៃការសាងសង់កុដិនេះបានចំនួន8ខែនិង23ថ្ងៃបងប្អូនអរគុណមែនទែននៅទឹកចិត្តបងប្អូនទាំងអស់គ្នាដែលជាម្ចាស់សទ្ធាសូមគោរពលានិងជម្រាបលាអនុមោទនាបុណ្យខ្ញុំបញ្ជាក់ទៅពុទ្ធបរិស័ទផងដែរកុដិនេះមានតម្រងបែបនេះបងប្អូនណាបើសិនជាយើងសាងសង់រួចគឺបងប្អូនឃើញមានតម្រងបែបនេះតែឥឡូវនេះយើងក្រឡេកមើលភាពជាក់ស្ដែងពិតគឺយើងកំពុងតែសាងសង់ជាបណ្ដាលហើយអញ្ចឹងសង្ឃឹមថាវីដេអូនេះពុទ្ធបរិស័ទដែលបានឃើញនឹងរីករាយជ្រះថ្លាចូលរួមហើយនឹងជួយ like ជួយ share ទាំងអស់គ្នាសូមអនុមោទនាសង្ឃឹមថាបងប្អូននឹងបានជួយ share ទាំងអស់គ្នា